Good morning ថយសលេងនេះសិនtrong ទី1trongចៃខីទី2មានសារពីចក្រវាឡមួយទៅកាន់អ្នកទាំងអស់គ្នាចាសារហ្នឹងចក្រវាឡរំលឹកខ្ញុំប៉ុន្តែខ្ញុំក៏ជឿថាសារហ្នឹងគឺរំលឹកដល់អ្នកទាំងអស់គ្នាដូចគ្នាដែរចាទី1ខ្ញុំចង់និយាយពីការដែលយើងចាយលុយអារម្មណ៍នៃការចាយលុយអារម្មណ៍នៃការចាយលុយនេះខ្ញុំធ្លាប់និយាយហើយប៉ុន្តែវាជាការរំលឹកអ្នកទាំងអស់គ្នាព្រោះខ្ញុំឃើញបងប្អូនភាគច្រើនណាចាតាមដានខ្ញុំផងតាមដានអ្នកនេះផងអ្នកនោះផងគាត់ចែករំលែកគ្រូនេះផងគ្រូនោះផងប៉ុន្តែអ្វីដែលលទ្ធផលគឺអត់មានចាហើយអារម្មណ៍នៅតែខ្វះខាតអារម្មណ៍ខ្វះខាតមួយនេះចាបងប្អូនបើមិនបានបំបត្តិអារម្មណ៍ខ្វះខាតនេះទេបងប្អូននឹងស្រុកទីមិនបានទេទោះបីបងប្អូនអារម្មណ៍ល្អហើយមានក្តីសុខហើយចាប៉ុន្តែអារម្មណ៍នៅតែខ្វះខាតចាស្រុកអត់បានទេស្រុកបានអាភាពខ្វះខាតចាយលុយហើយចាយទៅបងប្អូនផ្ដោតខុសផ្ដោតជាមួយនឹងអារម្មណ៍ខ្វះខាតហ្នឹងមិនមែនផ្ដោតនៅអារម្មណ៍ស្រុកស្ដំចាយល់ច្បាស់នៅពីអារម្មណ៍ស្រុកស្ដំវាមិនចាដើម្បីសូមភាពស្រុកស្ដំបានចាដើម្បីឲ្យយើងសម្បូរសប្បាយមានលុយចាយមិនខ្វះអ្នកដែលអនុវត្តច្បាស់សុខទីមែនទេណាបងប្អូនចាបើយល់ពីការអនុវត្តពិតប្រាកដណាគាត់ណាស្រូបលុយតិចតួចហ្នឹងវាអត់ពិបាកទេស្រួលណាស់ជាពិសេសអ្នកដែលលក់ដូរចាអ្នកដែលរកស៊ីងាយ easy អត់ពិបាកទេទោះបីមិនស្រូបបានទៅខ្លាយជាអ្នកមានជាសរសៃក៏លុយអត់ចូលអត់តាំងអត់ពិបាកដែរតែអ្នកទាំងអស់គ្នាយល់អត់ចាយល់អត់ពីអារម្មណ៍នៃភាពស្រុកស្ដំហើយធ្វើមិនឲ្យអារម្មណ៍ស្រុកស្ដំខ្ញុំបែរដែរនិយាយខ្ញុំនិយាយមករហូតតែអ្នកទាំងអស់គ្នាអត់យកទៅធ្វើទេហើយធ្វើអ្នកខ្លះធ្វើដែរធ្វើមួយថ្ងៃហ្នឹងស្អែកឡើងដូចដើមវិញគឺផ្ដោតអីអារម្មណ៍ខ្វះខាតផ្ដោតទៅការភ័យព្រួយបារម្ភនៃការត្រូវចាយលុយទៅការចំណាយលុយទៅការបង់នេះបង់នោះអ្នកទាំងអស់គ្នាជឿជាក់មួយចក្រវាឡបានអត់យល់ពីចំណុចហ្នឹងបងចាអត់យល់ពីចំណុចហ្នឹងថាពេលមានបទពិសោធន៍ចូលមកខ្ញុំក៏ធ្លាប់និយាយទៀតខ្ញុំថាពេលដែលមានបទពិសោធន៍មកបើពាក់ព័ន្ធជាមួយនឹងរឿងលុយឲ្យអ្នកទាំងអស់គ្នាធ្វើមិនវីដេអូចាស់ខ្ញុំមានច្រើនដែរអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំមួយហើយទៅមើលវីដេអូចាស់ទៀតមើលចំណងជើងឲ្យចុចចូលមើលចាតែខ្ញុំនិយាយពីអីចាវីដេអូខ្លះចំណងជើងតើនៅពាក់កណ្ដាលវារៀងរត់ទៅមុខតិចទៅមានឃើញចំណងជើងអ្នកគាត់ឯងអ្នកទាំងអស់គ្នាគាត់តែចុចលើវីដេអូហ្នឹងហើយនឹងឃើញចំណងជើងពេលខ្លះវាមើលលើ background វាអត់មានឃើញអញ្ចឹងខ្ញុំចង់និយាយអ្នកទាំងអស់គ្នាថាចាការចាយលុយដែលឲ្យអ្នកទាំងអស់គ្នាចាយឲ្យមានលុយមកវិញគឺចាយដោយភាពស្ដុកស្ដំអារម្មណ៍ស្ដុកស្ដំតែមិនមែនឲ្យតែចាយអីទៅពីទេគឺចាយអ្វីដែលខ្លួនឯងត្រូវចំណាយហ្នឹងឯងត្រូវចំណាយត្រូវចាយឯងលុយនឹងដាច់ខាតត្រូវតែចាញ់ឯងប៉ុន្តែអារម្មណ៍ត្រូវទាន់ខ្លួនឯងថាចាយទៅឲ្យលុយនឹងចូលមកវិញចាយឲ្យចូលមកវិញអាខីនេះវាថ្លៃអញ្ចឹងអត់ចង់ចែកនឹងក្រៅចាំតែនិយាយនឹងខុសកញីឲ្យវាឆ្កាញ់ខ្ទិះនៅក្នុងខុសចាព្រោះអារបស់ដែលមានតម្លៃយើងស័ក្តិសមចែកអ្នកដែលគាត់ស័ក្តិសមដែរយើងខ្ញុំអត់អាចចែកម្លែកទាំងអស់ទៅនេះចាប់ពីថ្ងៃហ្នឹងទៅខីថ្លៃនឹងចែកនឹងមុខវិញយកទៅចែកនៅក្នុងខុសវិញព្រោះឯងស័ក្តិសមអ្នកដែលគាត់ចំណាយចាស័ក្តិសមនឹងអ្នកដែលគាត់ចង់ផ្លាស់ប្ដូរជីវិតពិតប្រាកដខ្ញុំស្ដាប់តែអាត្មានិយមអត់ទេព្រោះកាលណាបើសិនអញ្ចឹងអ្នកទាំងអស់គ្នាឡើងល្វើអត់បានទេចាឡើងល្វើអត់កើតទេអារម្មណ៍គេឲ្យបោះអារម្មណ៍ទៅមុនបោះអារម្មណ៍ទៅមុនជឿទៅមុនហ៊ានទៅមុនហ៊ានในការដាក់ដើមទុននៃចិត្តបានថាដាក់ទុនដើមទុននៃចិត្តមិនឧទាហរណ៍អ្នកទាំងអស់គ្នាហ៊ានចំណាយในការបង់លុយចូលរៀនចុះអានេះឧទាហរណ៍ស៊ីនហ្នឹងបងចាមានន័យថាចិត្តអ្នកទាំងអស់គ្នាធំហើយចិត្តអ្នកទាំងអស់រីកហើយបានចង់ផ្លាស់ប្ដូរខ្លួនឯងពិតប្រាកដហើយតែបើអ្នកនៅទីទើថាអូអញចូលអត់អញអត់ហើយអូអញឥឡូវអត់មានលុយចេះមួយចូលមួយមានន័យថាម៉េចក្នុងអារម្មណ៍នោះប្រកបដោយភាពខ្វះខាតអ្នកទាំងអស់គ្នាឡើងទៅវិញនឹងអត់មួយឆ្លងអត់មួយមិនដឹងអ្នកទាំងអស់គ្នាយល់អត់បើអ្នកទាំងអស់គ្នាឆ្លងកន្លែងហ្នឹងអត់ផុតទេចិត្តអ្នកទាំងអស់គ្នាអត់រីកទេចិត្តអ្នកទាំងអស់គ្នាខ្ជិបទូចចាអញ្ចឹងទៅស្រោបស្អីទីស្អីគេចាបើខ្ញុំចែកអាគីថ្លៃពី9មកកណ្ដោអ្នកទាំងអស់គ្នាទៅធ្វើអំបានហ្នឹងណាអ្នកខ្លះគាត់ចង់ចូលរៀនហ្នឹងចង់មួយឆ្នាំលើចូលរៀនអត់រួចទេអារម្មណ៍នៅខ្វះខាតហ្នឹងហើយសួរមានយកទៅធ្វើអត់តែបើសិនតែធ្វើខ្ញុំជឿហើយថាមករៀនទៀតអើយមិនក៏លុយរៀងធូរជាងមុនដែរតែអត់យល់សោះហ្មងមែនអត់យល់សោះអត់បានទៅធ្វើហ្នឹងអញ្ចឹងនិយាយភាសាទៅកាន់ចក្រវាឡពីចក្រវាឡទៅកាន់អ្នកទាំងអស់គ្នាវិញគឺឲ្យអ្នកទាំងអស់គ្នាចារៀនធ្វើប៉ុនដោយការចែកទានចាចែករំលែកនិទានតាមអ្វីដែលខ្លួនឯងអាចធ្វើបានធ្វើទានឲ្យអ្នកសុំទានឲ្យមនុស្សចាស់ឲ្យក្មេងក៏បានដែរដោយអារម្មណ៍មិនចង់បានអីមកវិញដោយការចែករំលែកមិនចង់បានអ្វីមកវិញគាត់តែចង់ឲ្យពួកគាត់បានទទួលពីអ្វីយើងទៅគឺឲ្យពួកគាត់សុខចិត្តបានអត់បាច់បន្ថែមឲ្យសូមឲ្យខ្ញុំឲ្យទៅគាត់ហើយសូមឲ្យខ្ញុំជួបទៅក្តីសោកជួបទៅមនុស្សល្អជួបរឿងល្អមានលៀបមានជ័យអីចឹងញោគឺឲ្យដោយសុទ្ធតែចិត្តរបស់បរិសុទ្ធដែលមិនចង់បានអីមកវិញ
អ្វីដែលអ្នកទាំងអស់គ្នាចង់បានទៅវិញគឺឃើញស្នាមញញឹមរបស់គាត់ទទួលបានទានពីយើងទៅហើយគឺគាត់រីករាយគាត់មានក្តីសុខគាត់អាចយកទៅចំណាយឬក៏ជួយឲ្យជីវិតគាត់មួយថ្ងៃហ្នឹងគាត់មានក្តីសុខមួយថ្ងៃហ្នឹងឬក៏គាត់អាចទៅចិញ្ចឹមជីវិតខ្លួនឯងអាចជួយអ្វីដែលគាត់ប្រសើរជាងមុនអញ្ចឹងអានេះអ្វីដែលអ្នកទាំងអស់គ្នាគូប្រាថ្នាអាហ្នឹងទើបជាការធ្វើបុណ្យដ៏បរិសុទ្ធអញ្ចឹងរាល់លុយដែលចូលមកហើយចាត្រូវរក្សាវាខ្លះដើម្បីទុកធ្វើទានធ្វើបុណ្យបញ្ជាក់អត់ចាំបាច់ទៅធ្វើតែនៅវត្តទេចានៅវត្តគឺជាការដែលយើងធ្វើនៅវត្តធ្វើជាមួយអ្នកមានសិលប៉ុន្តែជួយការរក្សានៃសាសនាចាត្រង់ពុទ្ធសាសនាអីចឹងការធ្វើទានដែលជាមួយមនុស្សចាអ្នកអត់អ្នកសត់ខ្សោយអ្នកក្រអ្នកដែលលំបាកចាតាមលទ្ធភាពយើងបញ្ជាក់ធ្វើមិនឲ្យប៉ះពាល់អារម្មណ៍ខ្លួនឯងធ្វើតាមលទ្ធភាពចាហើយធ្វើដោយមិនចង់បានអីមកវិញទាំងអស់ចាចង់បានគឺចង់ឲ្យគាត់សុខចង់ឲ្យគាត់រីករាយឲ្យគាត់មានស្នាមញញឹមឲ្យគាត់រស់បានចាអានេះគឺអ្នកទាំងអស់គ្នាធ្វើប្រាថ្នាបែបហ្នឹងទើបហៅថាការសាងបុណ្យបរិសុទ្ធចាអញ្ចឹងគឺមានប៉ុណ្ណឹងចាអញ្ចឹងអរគុណច្រើនចាអ្នកណាដែលចង់ចូលខុសដាក់ធម្មពលចិត្តយុគ9នេះហ្នឹងក៏ឆាតចូលពេកបានចាក្នុងហ្នឹងគឺមានគីច្រើនណាស់ចាគឺនិយាយពីធម្មពលយុគ9និយាយពីការស្រូបទាញនៅក្នុងយុគ9ចាបរៀនឲ្យអ្នកទាំងអស់គ្នាដឹងថាក្នុងយុគ9អ្នកទាំងអស់គ្នាត្រូវសាងខ្លួនអីខ្លះត្រូវធ្វើអីខ្លះប្រឡែងមិនខ្លះអីគឺមានច្រើនមែនទេចានៅក្នុងខុសហ្នឹងហើយខ្ញុំក៏ប្រហែលជាលេងបានបើខុសអីទៀតដែរចាខ្ញុំប្រហែលជាជុំបើខុសអីច្រើនទៀតដែរចាព្រោះមិនមែនដើម្បីបើខុសហ្នឹងមិនមែនដើម្បីចង់បានលុយអ្នកទាំងអស់គ្នាទេចង់ជួយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំជឿថាខុសហ្នឹងគឺវាមានគ្រប់គ្រាន់ហើយចាប៉ុន្តែបើចក្រវាលឲ្យថ្មីទុកពេលយូរទៀតចាបើសិនជាខ្ញុំចង់បើខ្ញុំយូរទៀតចាឲ្យខុសហ្នឹងខ្ញុំធ្វើឲ្យខុសមានតម្លៃបំផុតចាមានគុណតម្លៃបំផុតសម្រាប់អ្នកទាំងអស់គ្នាចាអញ្ចឹងអរគុណច្រើនពីនេះខ្ញុំវិមានចា